លោកអ្នកស្ដាប់ជាទីមេត្រីសង្គមស៊ីវិលសាទរចំពោះការទទូចរបស់មន្ត្រីរដ្ឋាភិបាលដែលបានស្នើឲ្យអ្នកសារព័ត៌មានចូលរួមដុសក្អែលអ្នកនាំពាក្យនៅក្នុងស្ថាប័នរដ្ឋនានានាពេលបច្ចុប្បន្នចាការសាទរនេះគឺធ្វើឡើងនៅបន្ទាប់ពីការថ្លែងរបស់រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផានចាលោកយាងសុជាមេតាមានសេចក្តីរាយការណ៍ពិស្ដារអំពីរឿងនេះនេះគឺជាលើកទី1ហើយដែលមន្ត្រីរដ្ឋាភិបាលបានថ្លែងជាចំហឲ្យអ្នកកាសែតជួយចូលរួមដោះក្អែលមន្ត្រីនាំពាក្យស្ថាប័នរដ្ឋដែលស្ពឹកស្រពន់ចាប់តាំងពីរដ្ឋាភិបាលបានបញ្ចេញបញ្ជីឈ្មោះអ្នកនាំពាក្យនៅតាមបណ្ដាក្រសួងស្ថាប័ននានាកាលពីខែកុម្ភៈឆ្នាំ2015មកថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែតនាទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី19ខែសីហាលោកផៃស៊ីផានបានថ្លែងកោតសរសើរចំពោះអ្នកសារព័ត៌មានដែលបានខិតខំបំពេញកាតព្វកិច្ចការងាររបស់ខ្លួនលោកផៃស៊ីផានដែលកន្លងមកធ្លាប់រៀបរឹកជាគ្រូប្រដៅអ្នកសារព័ត៌មាននិងបានរិះគន់បណ្ដាញសារព័ត៌មានដែលរិះគន់រដ្ឋាភិបាលនោះបានថ្លែងថាការងារជាអ្នកសារព័ត៌មានគឺជាការងារមួយដែលមានកាតព្វកិច្ចធ្ងន់ធ្ងរសម្រាប់អ្នកទទួលបានព័ត៌មានទូទៅបើទោះជាត្រូវជួបឧបសគ្គឬមិនទទួលបានបុណ្យស័ក្តិជាឯកឧត្តមឬអង្គការដោយមន្ត្រីមួយចំនួនក្នុងជួររដ្ឋាភិបាលក្តីប្រហែលជាមើលឃើញពីភាពលំបាករបស់អ្នកសារព័ត៌មាននេះហើយទើបលោកផៃស៊ីផានថ្លែងវិតម្លៃខ្ពស់ចំពោះការងាររបស់អ្នកសារព័ត៌មាននិងបានទទូចឲ្យអ្នកសារព័ត៌មានជួយចូលរួមដោះក្អែលមន្ត្រីនាំពាក្យស្ថាប័នរដ្ឋនានាដែលស្ពឹកស្រពន់ក្នុងការឆ្លើយតបជាមួយអ្នកកាសែតបានជម្រាបជូនថាជួយដោះស្រាយឲ្យមន្ត្រីនាំពាក្យផងមន្ត្រីនាំពាក្យណាស្ពឹកស្រពន់ទៅសេចក្ដីមកខ្ញុំចាប់ដាក់មកប្រាប់ថ្ងៃប្រាប់ខែប្រាប់ម៉ោងខលមកប្រាប់អត្តចរិតពីព្រោះសម្ដេចតេជោលោកតែងតែប្រាប់ថាយើងខ្ញុំជាអ្នកផ្ដល់សេវាកម្មមិនមែនផ្ដល់សេវាកម្មឲ្យពីដៃទេឲ្យបានប្រសើរនិងមានគុណភាពជូនដល់តែប្រជាពលរដ្ឋទាំងអស់គ្នាហើយអ្នករួមទៅខាងព័ត៌មានទៅធ្វើយ៉ាងម៉េចដើម្បីឲ្យអ្នកសរសេរព័ត៌មានអ្នកផ្ដល់ព័ត៌មានឲ្យលោកបានយល់ទៅជន់ជ្រោយដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋរបស់យើងក្នុងកិច្ចការចូលរួមជាមួយរដ្ឋាភិបាលនៃកិច្ចអភិវឌ្ឍសង្គមរបស់គ្នាមិនមែនគ្រាន់តែកសាងការពីសង្គមរបស់គ្នារដ្ឋាភិបាលកាលពីខែកុម្ភៈឆ្នាំ2015បានបញ្ចេញបញ្ជីរាយនាមមន្ត្រីនាំពាក្យរបស់ក្រសួងស្ថាប័នរដ្ឋដើម្បីឲ្យអ្នកសារព័ត៌មានងាយស្រួលក្នុងការតាក់ទងស្វែងរកព័ត៌មានពីស្ថាប័នរដ្ឋាភិបាលយ៉ាងណាក៏ដោយអ្នកសារព័ត៌មាននៅតែជួបបញ្ហាក្នុងការស្វែងរកព័ត៌មានពីមន្ត្រីនាំពាក្យមួយចំនួននៅឡើយដោយពេលខ្លះពួកគេបានបិទទូរស័ព្ទពេលខ្លះមិនលើកទូរស័ព្ទហើយពេលខ្លះមិនឆ្លើយសំណួរនឹងអ្នកសារព័ត៌មានតែម្ដងដោយលើកឡើងថាពួកគេកំពុងជាប់រវល់ប្រជុំឬមិនបានដឹងរឿងជាដើមខណៈអ្នកនាំពាក្យខ្លះទៀតផ្ដល់ព័ត៌មានដែរតែមិនហ៊ានបញ្ចេញឈ្មោះនិងសម្លេងទៅវិញបន្ថែមពីលើនេះក៏មានមន្ត្រីនាំពាក្យស្ថាប័នរដ្ឋខ្លះទៀតជាពិសេសគឺអ្នកនាំពាក្យរដ្ឋសភាគឺលោកឈៀងវុនលោកក៏ធ្លាប់បានដេញអ្នកកាសែតចេញពីបរិវេណរដ្ឋសភាបានគម្រាមបោកម៉ាស៊ីនថតរូបរបស់អ្នកកាសែតឬបានណែនាំមិនឲ្យអ្នកកាសែតថតរូបលោកជិតពេកព្រោះខ្លាចឃើញមុខលោកអាក្រក់ជាដើមលោកផៃស៊ីផានលើកទឹកចិត្តឲ្យអ្នកសារព័ត៌មានទាំងអស់ចូលរួមដោះក្អែលមន្ត្រីនាំពាក្យដោយលោកសន្យាថាលោកនឹងមិនបញ្ចេញឈ្មោះអ្នកសារព័ត៌មានណាដែលផ្ដល់ព័ត៌មានឲ្យលោកនោះឡើយយ៉ាងណាក៏ដោយក្នុងពេលជាមួយគ្នានោះលោកផៃស៊ីផាននៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានពីរឿងដែលលោកសំរងស៊ីថ្លែងថាបកប្រឆាំងត្រូវឈប់ចាក់ក្រឡេករដ្ឋាភិបាលលោកផៃស៊ីផានបែរជាបានលើកឧទាហរណ៍ដោយយកប្រពន្ធលោកសំរងស៊ីមកប្រៀបធៀបជាមួយរឿងនេះទៅវិញលេខបានសេចក្តីថាគាត់ប្រើយុទ្ធសាស្ត្រមួយដើម្បីបង្កើតឲ្យមានប្រតិកម្មពីរដ្ឋាភិបាលហើយទី2ជាភាសាមួយជាយុទ្ធសាស្ត្រមួយថោកទាបដែលយើងអាចទទួលយកបានភាសាហ្នឹងពួកចាក់លេខឥឡូវខ្ញុំនិយាយចាក់វិញដល់ពេលអេដាមសំស៊ីខ្ញុំឃើញប្រពន្ធអេដាមចូលទៅដេកជាមួយគេនៅក្នុងហូតែលតែទោះហើយខ្ញុំនិយាយអញ្ចឹងបាត់បរិយាកាសទេខ្ញុំចាក់លេខតាសំណាស់អាហ្នឹងយើងនិយាយថាវាអត់មានគុណធម៌និងសិលធម៌ដូចខ្ញុំមិនអាចនិយាយថាមានជំនឿប្រពន្ធរបស់អេដាមចូលទៅដេកហូតែលឬទស្សនៈជំនឿខ្ញុំក៏បានមិននិយាយទើបឃើញពីពួកអាហ្នឹងវាជាក្រមសីលធម៌ពីពួកយើងអ្នកនយោបាយតែមានក្រមសីលធម៌បើទោះជាលោកផៃស៊ីផានលើកឡើងថាអ្នកនយោបាយត្រូវតែមានក្រមសីលធម៌ក្តីប៉ុន្តែសង្គមស៊ីវិលមើលឃើញថាការថ្លែងរបស់លោកផៃស៊ីផានដោយយកស្ត្រីមកប្រៀបធៀបនេះបង្ហាញឲ្យឃើញថាលោកផៃស៊ីផានមិនមែនជាអ្នកនាំពាក្យឬជាមន្ត្រីរដ្ឋាភិបាលដែលមានក្រមសីលធម៌នោះឡើយនាយិកាអង្គការសេរីការអ្នកស្រីធីតាខឹសមានប្រសាសន៍ថាការលើកឡើងរបស់លោកផៃស៊ីផានមិនមែនជារឿងល្អសម្រាប់លោកក្នុងនាមជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលនោះឡើយតែវាធ្វើឲ្យជះឥទ្ធិពល
និងមានរូបភាពមិនល្អទៅលើរដ្ឋាភិបាលនិងសង្គមជាតិទៅវិញទេអ្នកស្រីថាចំពោះបញ្ហានេះលោកផៃស៊ីផានគួរតែដោះក្អែលខ្លួនឯងជាមុនសិន ខ្ញុំថាចំណុចល្អដែលគាត់បាននិយាយថាឲ្យជួយដោះក្អែលចាំទៅបើយកពុះយោបល់មកខ្ញុំវិញសូមឲ្យអ្នកខ្សែជួយដោះក្អែលគាត់រើសអើងចំពោះស្ត្រីហើយរឿងដែលបរិសុទ្ធតែងតែសុំកលុំគ្នាក្នុងការដូចថានៅក្នុងចិត្តគាត់យករឿងស្ត្រីយកស្រីហ្នឹងមកនិយាយជាការមាក់ងាយគាត់អត់ដឹងថាគាត់និយាយនេះជាការមាក់ងាយទេប៉ុន្តែដែលលើកឡើងនោះគឺជាការមាក់ងាយហើយមើលទៅដូចជាវាអត់មានក្រមសីលធម៌អីទេសោះអញ្ចឹងទៅសូមឲ្យអ្នកខ្សែជួយដោះក្អែលគាត់មុនគេ ចំណែកនាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាសារព័ត៌មានលោកមឿនឈិនរិទ្ធវិញមានប្រសាសន៍ថាលោកសាទរចំពោះលោកផៃស៊ីផានដែលថ្លែងឲ្យអ្នកកាសែតចូលរួមកែលម្អអ្នកនាំពាក្យរដ្ឋាភិបាលយ៉ាងណាក៏ដោយលោកមឿនឈិនរិទ្ធនៅតែគិតថាមានតែរដ្ឋាភិបាលខ្លួនឯងទេដែលមានឥទ្ធិពលខ្លាំងជាងអ្នកសារព័ត៌មានក្នុងការពង្រឹងសមត្ថភាពឬផ្ដល់ការបណ្ដុះបណ្ដាលដល់អ្នកនាំពាក្យទាំងអស់ឲ្យយល់ពីសេរីភាពសារព័ត៌មានពីកាតព្វកិច្ចនិងតួនាទីក្នុងការចែករំលែកព័ត៌មានទៅដល់អ្នកកាសែតនិងសាធារណជន ការជំនុំជម្រះទៅលើសង្គមប្រជាធិបតេយ្យគាត់មានសិទ្ធិក្នុងការដឹងឮគ្រប់ព័ត៌មានទាំងអស់ដែលកើតឡើងនៅក្នុងរដ្ឋាភិបាលក្រមការអ្នកសារព័ត៌មានយើងក្រមជាស្ពានជាអ្នកងារជាអ្នកនាំសារដើម្បីទៅស្វែងរកព័ត៌មាននឹងជូនទៅសាធារណជនអញ្ចឹងសូមឲ្យអ្នកនាំពាក្យក៏ដូចជាមន្ត្រីរដ្ឋាភិបាលទាំងអស់គាត់យល់ថានៅពេលដែលអ្នកសារព័ត៌មានទៅជួបគាត់សូមសម្ភាសគាត់គឺមិនមែនអ្នកសារព័ត៌មានយើងទៅឯងទៅតំណាងឲ្យអង្គភាពយើងឬក៏ទៅក្នុងនាមគ្រួសារផ្ទាល់ខ្លួននេះគឺទៅក្នុងនាមសាធារណជនដែលជាអ្នកបោះឆ្នោតឲ្យមន្ត្រីរដ្ឋាភិបាលជាអ្នកគ្រប់គ្រងកម្មអំណាច បច្ចុប្បន្នកម្ពុជានៅមិនទាន់មានច្បាប់ស្តីពីការទទួលបានសារព័ត៌មាននៅឡើយយ៉ាងណាក៏ដោយសង្គមស៊ីវិលលើកឡើងថាអ្នកនាំពាក្យរដ្ឋាភិបាលទាំងអស់ត្រូវតែមានកាតព្វកិច្ចនិងគណនេយ្យភាពជាមួយប្រជាពលរដ្ឋដែលជាម្ចាស់អំណាចខណៈដែលអ្នកកាសែតគឺជាអ្នកនាំយកសារព័ត៌មានទៅឲ្យពលរដ្ឋដូច្នេះពួកគេថាអ្នកនាំពាក្យរដ្ឋាភិបាលទាំងអស់ត្រូវតែសហការជាមួយអ្នកកាសែតក្នុងនាមជាដៃគូហើយរដ្ឋាភិបាលក៏គួរតែមានវិធានការរដ្ឋបាលផ្សេងៗចំពោះអ្នកនាំពាក្យទាំងឡាយណាដែលខ្វះសីលធម៌និងមានឥរិយាបថមិនល្អចំពោះអ្នកកាសែតខ្ញុំយេសុជីមេតាវុទ្ធុអាស៊ីសេរីភ្នំពេញ